ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំឆាលោកឡាក់ចាអញ្ចឹងឆាលោកឡាក់គឺជាម្ហូបដែលសាមញ្ញធម្មតាតែពុកម៉ែបងប្អូនតែសំខាន់គឺម្ហូបនេះឆ្ងាញ់ឆ្ងាញ់ហើយស្រួលធ្វើហើយមានវីតាមីននិងប្រូតេអ៊ីនជាពិសេសគឺវាជំនួយកប់ឈាមទៀតចាដោយសារសាច់គោគឺយើងញ៉ាំថាសាច់ឆ្អិន 80% ចា 80% អញ្ចឹងទៅគឺវាជំនួយកប់ឈាមបានច្រើនចាឲ្យទិញជពូធម្មជាតិបានស្រស់ៗជាងទៀតអូខេបន្លែចាប់បន្លែស្រស់គេហៅថាបន្លែឈើស្រស់ហើយជាមួយនឹងសាច់មានប្រូតេអ៊ីនចាទៀតគឺល្អមែនទែនសម្រាប់សុខភាពប្រចាំថ្ងៃចាពេលខ្លះគឺយើងញ៉ាំម្ហូបខ្លះចឹងទៅគេហៅថាវាជំនួយសុខភាពខ្លះចាប៉ះពាល់សុខភាពខ្លះអីចឹងទៅដើម្បីថាធ្វើឲ្យជីវិតយើងស្រស់ស្រាយចាហើយថ្ងៃនេះគឺខ្ញុំញ៉ាំអាហារដែលមានសុខភាពចាអាហារសុខភាពរបស់ខ្ញុំគឺខ្ញុំប្រឡាក់សាច់សិនដើម្បីធ្វើឲ្យម្ហូបនេះវាកាន់តែឆ្ងាញ់យើងប្រឡាក់សាច់អបសាប់ទុកប្រហែលជា5-10នាទីទៅ20នាទីទៅទើបយើងឆាទៅធ្វើឲ្យសាច់ហ្នឹងវាឆាទៅវាឆ្ងាញ់ណាហើយយើងដាក់គ្រឿងក្រៅដែលយើងចូលចិត្តទៅតែប្រឡាក់អុំឲ្យប្រៃពេកចាយើងដាក់ទឹកត្រីចាទឹកត្រីបន្តិចទៅភេកខ្យងបន្តិចទៅស្ករប៊ីចេងសៅស៊ុំបន្តិចទៅបានហើយចាហើយអ្វីនេះទឹកត្រីគឺខ្ញុំដាក់តិចតិចដែរសំខាន់គឺយើងញ៉ាំជាមួយនឹងទឹកម្រេចជ្រក់ទឹកម្រេចចាទឹកវាឆ្ងាញ់ហើយអ្វីដែលខ្វះអត់បានណាកុំភ្លេចដាក់ប្រេងខ្យងឲ្យចាស់តិចជាស្អែកកុំភ្លេចដាក់ប្រេងឆាឬក៏ប្រេងអូលីវដើម្បីឲ្យសាច់ហ្នឹងគឺវាទន់ចាហើយយើងដាក់វាអប់វាចោលអញ្ចឹងទៅគឺមកហាន់បន្លែគឺខ្ញុំហាន់បែបហ្នឹងពុកម៉ែបងប្អូនចាដើម្បីពេលដែលញ៉ាំទៅវាអត់ទើសចងេងចងាងហើយពេញប៉ោះបើសិនបើបានពេញប៉ោះខ្មែរទៅអូកាន់ឆ្ងាញ់តែម្ដងចាហើយមិញហ្នឹងគឺខ្ញុំប្រឡាក់អត់បានដាក់ម្សៅពោតទេអញ្ចឹងគឺខ្ញុំដាក់ម្សៅពោតនេះចាក់ទឹកពីលើពេលដែលយើងឆាសាច់យើងល្មមថាល្មមដែលយើងគិតថាអូខេល្មមហើយគឺយើងចាក់ម្សៅពោតចូលតែម្ដងម្សៅពោតគឺយើងប្រើវាសម្រាប់ឲ្យសាច់ហ្នឹងគឺវាខាំចូលគ្នាកាន់តែឆ្ងាញ់ចាវាថាស្អិតអញ្ចឹងណាចាហើយពេលដែលខ្ញុំឆាគឺខ្ញុំដាក់គ្រឿងក្រៅថែមទេបងប្អូនគឺយើងប្រឡាក់តែសាច់មកល្មមហើយពេលដែលយើងឆាខ្ទឹមយើងឈ្ងុយហើយចាក់សាច់ចូលតែម្ដងហើយសាច់ហ្នឹងក៏ខ្ញុំឆាអត់ទៅឆ្អិនប្រហែលដែរមើលទៅថានៅសំ80%អូខេគឺបានតែបើសិនបើយើងឆាឆ្អិនពេកធ្វើឲ្យសាច់មិនស្វិតឆ្ងាញ់ទេចាហើយបើសិនបើយើងមានម្ទេសហាវ៉ៃដើម្បីដាក់ហាន់ក្រហមដាក់វាសម្រស់ពណ៌កាន់តែស្អាតក៏បានដែរឬក៏ជីបានស៊ុយជីអីទៅតែនេះខ្ញុំអត់មានគឺខ្ញុំធ្វើតាមបែបអត់មានចាហើយអ្វីដែលអត់បាននោះគឺលោកឡាក់អត់អាចខ្ទឹមអត់ខ្ទឹមបារាអត់បានទេហើយខ្ទឹមបារាចង់ហាញ់ទៅតឹងក៏បានឬក៏ហាន់បដោយក៏បានតាមការចូលចិត្តអញ្ចឹងណាខ្ទឹមបារាំងនេះគឺខ្ញុំឆាអត់ឆ្អិនដែរមកល្មមស្ពតមកល្មមគឺខ្ញុំលើកហើយនិយាយទៅគឺញ៉ាំទៅលឺនៅឆាប់អាហ្នឹងធ្វើឲ្យចាវាកាន់តែឆ្ងាញ់តាមការចូលចិត្តអញ្ចឹងចាអញ្ចឹងមកហូបតែប៉ុណ្្នឹងគឺហើយអញ្ចឹងឆាលោកឡាក់គឺលឿនមែនទែនហើយចាមើលរបៀបឆាហើយកុំភ្លេចមើលអ្នកឆាផងថ្ងៃនេះបដូរប្រស្រ័យក្នុងការថតពុកម៉ែបងប្អូនហើយក្រូចឆ្មានេះគឺផ្លែខ្លាំងមែនទែនពុកម៉ែបងប្អូនអើយចាបេះបន្តរហូតហើយផ្លែឡើងក្តាំងមែនទែនអញ្ចឹងបើសិនបើយើងមានដីធ្នេឲ្យដាំក្រូចឆ្មាម្ដងពីដើមគ្រាន់ហូបខ្លួនឯងគឺល្អមែនទែនសម្រាប់សុខភាពណាហើយខ្ទឹមនេះគឺខ្ញុំច្រាមវាសម្រាប់ធ្វើទឹកម្រេចចាយើងធ្វើទឹកម្រេចពេលដែលយើងញ៉ាំជាមួយនឹងសាច់ផ្ទាប់ខាងពីក្រៅចានិយាយទៅឆាលោកឡាក់អត់ទឹកម្រេចទៅបានទេអញ្ចឹងត្រូវធ្វើឲ្យទឹកម្រេចនឹងទៀតគឺយើងដាក់តាមអំបិលបន្តិចចាស្កររៀងច្រើនបន្តិចទៅម្សៅស៊ុបបន្តិចទៅចាក្រូចឆ្មាចាដាក់ម្រេចដាក់ម្ទេសតាមការចូលចិត្តទៅគឺបានទេហើយបងប្អូនខ្លះគាត់ប្រើប៊ីចេងចាដាក់ប៊ីចេងក៏បានតាមការចូលចិត្តអីអញ្ចឹងណាចានិយាយទៅម្ហូបនេះបើសិនមកញ៉ាំជុំគ្នាកាន់តែឆ្ងាញ់ហ្មងចាញ៉ាំផ្ទាប់បន្លែផ្ទាប់សាច់ជ្រក់ទឹកម្រេចហ្នឹងចុចទឹកម្រេចចឹងទៅអូខេអេមែនទែនចាចាំមើលពុកម៉ែបងប្អូនអាចមើលមាត់នេះខ្ញុំបានគឺឆ្ងាញ់មែនទែនហើយម្ហូបនេះគឺយើងមិនត្រឹមតែញ៉ាំមួយបាយទេគឺយើងញ៉ាំជួបជុំគ្នាជាលក្ខណៈ
ថាម្ហូបញ៉ាំលេងអីក៏បានដែរដោយសារតែវាជាម្ហូបរបៀបថាមានទឹកជ្រលក់មានបន្លែមានអីអញ្ចឹងណាចាជាយើងញ៉ាំមួយអាទិត្យម្ដងឲ្យបាន2 ដងអញ្ចឹងទៅគឺយើងពីពៅចាសាច់គោគឺញ៉ាំទៅពៅសុខភាពវាពៅគ្រាប់ឈាមចាធ្វើឲ្យយើងរៀបមានកម្លាំងមានអីចឹងទៅចាហើយវីដេអូរបស់នេះខ្ញុំអត់មានអីច្រើនទេពុកម៉ែបងប្អូនគឺមានតែប៉ុណ្្នឹងទេជាចុងក្រោយចាសូមពុកម៉ែបងប្អូនជួយ like ជួយ subscribe ចា page ម្នាក់មួយផងនិង YouTube ម្នាក់មួយផងចាអញ្ចឹងឆ្នាំថ្មីជូនពុកម៉ែបងប្អូនមានសុខភាពល្អទាំងអស់គ្នា